ដែលបងប្អូនរកគ្នាឆ្លើយតបពីការមិនស្ដាប់បង្គាប់ហើយយល់ព្រមក្នុងការដែលស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះអង្គកិច្ចការដែលព្រះបានធ្វើបងប្អូននឹងឃើញការដែលអស្ចារ្យដែលព្រះបានធ្វើនឹងកើតឡើងអាមែនប៉ុន្តែបើសិនជាបងប្អូនបដិសេធនោះបងប្អូននឹងមិនឃើញអ្វីដែលព្រះបានធ្វើការនោះឡើយអញ្ចឹងហើយបានជានៅក្នុងយូណាជំពូកទី1ខ3បងប្អូនអានរកគ្នាបងប្អូនអានត1 2 3ដូច្នេះយូណាក៏ក្រោកឡើងទៅឯគឺក្រុងនេនីវេតាមព្រះបន្ទូលនៃព្រះយេហូវ៉ារីឯនីនីវេជាទីក្រុងធំក្រៃលែងដែលដើរអស់ចំនួន3ថ្ងៃទើបបានសពឃើញទេគាត់ដើរនឹងជើងមិនមែនដូចយើងជិះឡានជិះរថភ្លើងបាទ3ថ្ងៃដើរសពទីក្រុងគឺផ្សាយដំណឹងល្អពេញនៅក្នុងទីក្រុងទៅមកបាទនេះហើយគឺនៅពេលដែលគាត់បានស្ដាប់បង្គាប់ព្រះអង្គគាត់មានអីគេបងប្អូនមានកម្លាំងចិត្តបាទមានកម្លាំងចិត្តតើ3ថ្ងៃក៏ដោយគាត់ដើរដែរបាទនេះគឺគាត់បានតាំងចិត្តស្ដាប់បង្គាប់ព្រះអង្គឥឡូវ